ក្នុងខា batch ណាយើងប្រើពាក្យថា batch អូខេក្នុងការយើង batch picture ណាអូខេនេះយើង batch picture យើងមានតែយើងបដូរទំហំរូបភាពទៅប្រមាណនេះទៅថារូបខ្ញុំមានអញ្ចឹងអ្វីខ្ញុំធ្វើទីមួយខ្ញុំទៅយក action យកមកប្រើណាបាទនេះគឺ action របស់ខ្ញុំអញ្ចឹង action របស់ខ្ញុំមានច្រើនមានប៉ុណ្ណឹងខ្ញុំក៏ធ្វើអញ្ចឹងខ្ញុំក៏បង្កើត folder មួយខ្ញុំដាក់វាថាសាយអីចឹងណាដាក់ដូរទំហំដូរទំដូរដូរទំហំរូបបាទដូរទំហំរូបអូខេបាទខ្ញុំដូរទំហំរូបចឹងទៅណាបាទអញ្ចឹងខ្ញុំដូរទំហំរូបបន្តមកទៀតខ្ញុំចាប់ផ្ដើមrecord ណាបាទអញ្ចឹងខ្ញុំយក action វាមកខ្ញុំបញ្ចូលអានេះមួយណាខ្ញុំដាក់ action វាខ្ញុំដាក់ដូរអូខេណាបាទខ្ញុំដាក់ដូរចឹងខ្ញុំ record ពឹបនេះខ្ញុំចាប់ផ្ដើម record ហើយអញ្ចឹងនៅពេលខ្ញុំ record ខ្ញុំចូលមក image របស់ខ្ញុំនេះខ្ញុំទៅ resize វាណា image size របស់ខ្ញុំនេះខ្ញុំទៅរូបខ្ញុំនេះអញ្ចឹងខ្ញុំអត់យក300ទេខ្ញុំយក300គុណណាគុណជាមួយនឹង200ឧទាហរណ៍អញ្ចឹងយកគុណនឹង200អូខេខ្ញុំបដាច់អានេះចោលណាខ្ញុំដាក់នេះ300ណាអូខេបន្តមក solution របស់វាខ្ញុំយករហូតដល់300ឲ្យវាច្បាស់ពេលណាបាទអញ្ចឹងខ្ញុំយកតែប៉ុណ្្នឹងទេខ្ញុំអូខេអញ្ចឹង record មកបានមួយទៀតបន្តមក record ហើយខ្ញុំចាប់ផ្ដើម file ខ្ញុំយក save as អញ្ចឹង save ខ្ញុំ save ទៅ file របស់ខ្ញុំមួយគឺនៅក្នុង resize ណាខ្ញុំដាក់អញ្ចឹងមកខ្ញុំ save បន្ទាប់ពីខ្ញុំ save ខ្ញុំអាចដូរខ្ញុំយក standard ខ្ញុំដូរ progress អីចឹងណាបាទខ្ញុំយកពេញខ្ញុំយកអូខេខ្ញុំបាន save ហើយខ្ញុំចូលទៅកន្លែងនេះខ្ញុំ close ណាបាទខ្ញុំ close មួយហ្នឹងណាចោលអូខេអញ្ចឹងខ្ញុំចាប់ដើមបិទវាចោលឈប់បាទអញ្ចឹងបន្តមកខ្ញុំបែកខ្ញុំត្រូវការយករូបហ្នឹងទាំងអស់អញ្ចឹងខ្ញុំចូល file ខ្ញុំយក automatic ខ្ញុំយកបែកណាខ្ញុំបែកនេះខ្ញុំទៅអញ្ចឹង set ដូរណាមកឡើងដូរ action របស់ខ្ញុំឈ្មោះដូរអត់មែនទេណា action របស់ខ្ញុំឈ្មោះដូរណាហើយ folder របស់ខ្ញុំ set របស់ដល់ដូរទំហំយ៉ាងដែរអញ្ចឹង folder ខ្ញុំទៅឈូសកន្លែងដែលខ្ញុំត្រូវដូរមិញអញ្ចឹងខ្ញុំមើល 3D ខ្ញុំយកនៅក្នុង TVS របស់ខ្ញុំយកកន្លែង batch B ណាសត B នេះបែបខ្ញុំយក original អូខេខ្ញុំយក full អត់មានប៉ុណ្ណោះមិនយ៉ាងបាទខ្ញុំយកកន្លែងណាចឹងមកខ្ញុំអត់គឺចឹងខ្ញុំ select មួយហើយខ្ញុំយកនេះណាយក compress អូខេអានេះខ្ញុំយក folder នេះផ្សេងមួយសិនខ្ញុំយកនេះណាខ្ញុំយកដាក់លទ្ធផលរបស់វាខ្ញុំយកដាក់នៅក្នុង resize អូខេអញ្ចឹងខ្ញុំសាកអូខេអូខេអញ្ចឹងវាដកបាទបាត់ហើយខ្ញុំអូខេណាបាទខ្ញុំយកគិតអញ្ចឹងខ្ញុំ save វាទៅធម្មតាអូខេអូខេណាមានប្រហែលរូបវាធ្វើឲ្យខ្ញុំទាំងអស់អូខេអញ្ចឹងយើងបានប៉ុណ្ណឹងហើយយើងទៅបានមើលរូបរបស់យើងនេះក្នុង original ណាបាទយើងមានរូបចំនួន19បាទនេះ1 2 3 4 5ដល់ប៉ុណ្ណឹងទេ17រូបអញ្ចឹងខ្ញុំទៅមើលឡើង file ដែលខ្ញុំបែកមកវិញហើយនេះមានអូខេអូខេណានេះ file មួយ file ដើមបាទខ្ញុំលុបចោលអញ្ចឹងកន្លែងនេះខ្ញុំអាចមើល list វាមើលបានណានេះអូខេណាមាន17ខ្ញុំលុបចោលមួយមែនណាបាទនេះមាន17ដូចគ្នាអូខេបាទអញ្ចឹងបើយើងមើលទំហំរបស់យើងគឺអាចស្មើគ្នាហើយនៅពេលហ្នឹងណាបាទអញ្ចឹងនេះរូបរបស់យើងអូខេបាទអញ្ចឹងយើងអាចមើល detail របស់យើងបាន
ចឹងនៅក្នុងនេះយើងក៏ចុចមួយណាទៅយើងមើលឃើញនេះទំហំរូបវាប្រមាណមេអីនេះបានគុណបានណាបាទចឹង dimension នេះយើងឲ្យវាទៅប្រមាណវាទៅប៉ុណ្ណឹងណាបាទហើយមកប៉ុណ្ណឹងទាំងអស់ណាមួយណាក៏ប៉ុនគ្នាដែរ62មួយប៉ុនគ្នាទាំងអស់អូខេបាទយើងឲ្យវាទៅប៉ុណ្ណាវាឲ្យទៅប៉ុណ្ណឹងទាំងអស់អូខេណាអត់មានខុសគ្នាទេអូខេមួយណាក៏ដូចគ្នាដែរអូខេអរគុណច្រើននេះចំពោះការបែករូបភាព